វិញគឺចំណេះដឹងមួយជីវិតបាទតកូនតចៅបងប្អូនអាចបង្រៀនកូនបង្រៀនចៅបានបន្តទៀតហ្នឹងហើយចំណេះដឹងគឺអត់សាបសូន្យទេបងប្អូនគឺនៅតែចេះនៅតែអាចបង្រៀនកូនចៅបានអញ្ចឹងបងប្អូនបាទបើសិនជាចង់រៀនជាងម៉ាស៊ីនគឺចូលរៀនទៅបងប្អូនបាទឥឡូវហ្នឹងគឺនៅខាងកំពង់ស្ពឺផ្លូវ41របស់យើងនេះគឺបង្កើតរោងចក្រច្រើនមែនទែនបាទអញ្ចឹងបងប្អូនអ្នកធ្វើការរោងចក្រដឹងស្រាប់ហើយជាងគឺស្រួលភាគច្រើនឲ្យតែគាត់ចេះប្រកបគឺគាត់ធ្វើការទៅគឺម៉ាស៊ីនរបស់គាត់គឺអត់សូវដែរចេះខូចទេវាជាម៉ាស៊ីនពិបាកណាស់បាទវាអត់មានការងារអីស្រួលទេបងប្អូនហ្នឹងហើយគឺវាពិបាកប៉ុន្តែពេលដែលយើងរៀនចេះគឺការងារវាស្រួលបងប្អូនប្រភេទមួយបាទជាកម្មករកាត់ដេរឬកម្មករផ្នែកអ៊ុតអីមួយផ្សេងគ្នាទៀតឲ្យតែជាកម្មករគឺប្រាក់ខែ300នៅតែ300 400នៅតែ400តែសម្រាប់ជាងម៉ាស៊ីនគឺកាន់តែចេះប្រាក់ខែកាន់តែថ្លៃបាទបងប្អូនត្រូវចងចាំកន្លែងហ្នឹងបាទហើយការរៀនបាទចំណាយ1លានបាទបងប្អូនចំណាយ1លានមែនប៉ុន្តែការតបស្នងវិញគឺចំណេះដឹងមួយជីវិតបាទតកូនតចៅបងប្អូនអាចបង្រៀនកូនបង្រៀនចៅបានបន្តទៀតហ្នឹងហើយចំណេះដឹងគឺអត់សាបសូន្យទេបងប្អូនគឺនៅតែចេះនៅតែអាចបង្រៀនកូនចៅបានអញ្ចឹងបងប្អូនបាទបើសិនជាចង់រៀនជាងម៉ាស៊ីនគឺចូលរៀនទៅបងប្អូនបាទឥឡូវហ្នឹងគឺនៅខាងកំពង់ស្ពឺផ្លូវ41របស់យើងនេះគឺបង្កើតរោងចក្រច្រើនមែនទែនបាទអញ្ចឹងបងប្អូនរៀនទៅគឺអត់ចេះខ្វះការងារធ្វើទេបាទផ្នែកជាងម៉ាស៊ីននេះមួយគឺល្អបំផុតបាទសម្រាប់ធ្វើការនៅក្នុងរោងចក្រហ្នឹងហើយមួយទៀតគឺរៀនឆាប់បានចូលធ្វើការទេអត់ឲ្យបងប្អូនខាតពេលវេលាទេការរៀនគឺមួយចេះគឺ1លានហើយការរៀនរយៈពេលកន្លះខែទៅ1ខែបងប្អូនបាទគិតឲ្យបានច្បាស់ការយើងធ្វើកម្មករគេនឹងធ្វើបាទជាងវាខុសគ្នាឆ្ងាយណាស់បងប្អូនអ្នកធ្វើការរោងចក្រដឹងស្រាប់ហើយជាងគឺស្រួលភាគច្រើនឲ្យតែគាត់ចេះប្រកបគឺគាត់ធ្វើការទៅគឺម៉ាស៊ីនរបស់គាត់គឺអត់សូវដែរចេះខូចទេបងប្អូនយល់ហើយហ្នឹងអញ្ចឹងម៉ាស៊ីនអត់សូវចេះខូចគឺគាត់ធានាបានច្រើនហ្នឹងហើយអញ្ចឹងសំខាន់បងប្អូនដែលទើបតែរៀនខំប្រឹងប្រែងធ្វើការខំប្រឹងប្រែងរៀនជាងម៉ាស៊ីនទៅហើយរៀនឲ្យច្បាស់លាស់មកបាទរៀនច្បាស់យើងធ្វើការល្អប្រាក់ខែក៏ឡើងតាមនឹងដែរគុណតម្លៃរបស់យើងក៏ឡើងតាមនឹងដែរបងប្អូនសំខាន់យើងធ្វើឲ្យល្អឲ្យគេ